សញ្ញាសម្គាល់ដែលធ្វើដែលយើងដឹងថាមនុស្សនឹងអាចកើតជំងឺ stress នឹងទី1អាចគេងមិនសូវលក់អាចឈឺសាច់ដុំតឹងណែនឈឺក្បាលហើយហូបអាហារទៅវាដូចថាវាអត់រំលាយអាហារធម្មតាហ្នឹងយើងគិតមើលអាចជំងឺផ្លូវចិត្ត stress ហ្នឹងប៉ុន្តែវាធ្វើឲ្យប៉ះពាល់ដល់កាពះយើងពីព្រោះអានេះអ្នកបញ្ជាឲ្យកាពះយើងចេញទឹកអាស៊ីតហើយដល់ពេលអានេះវាច្បោកច្បល់ទៅវាអត់បញ្ជាបានត្រូវរឿងរបស់វាអញ្ចឹងការម្លាយអាហារហ្នឹងមិនសូវល្អឡើងឈាមទៀតផងអ្នកដែលកើតជំងឺ stress ច្រើនណាទៅជាអស់កម្លាំងទៅថាលេងមានចិត្តអីនឹងប្រឹងប្រែងទៅទុនស្តេអញ្ចឹងទៅហើយបើនិយាយពីចាស់ជាងអាយុហើយដោយសារ stress ច្រើនហ្នឹងហើយឈឺក្បាលជាប្រចាំអញ្ចឹងមកភ្នែកទៅជាស្វាំងអីចឹងទៅអាចឈឺស្មាឈឺកអញ្ចឹងទៅឈឺខ្នងអ្នកខ្លះទៅ stress វាមាន stress វានាំឲ្យមានthứពីរ stress មួយ stress នាំឲ្យស្គម stress មួយ stress មកឲ្យធាត់មកទ្របជួបគ្រូពេទ្យ stress នាំឲ្យស្គមគឺថាបាក់ចិត្តពេកស៊ីអីក៏បានដាក់ទៅដូចជាអត់មានកម្លាំងកំហែងនេះសោះអាហ្នឹង stress នាំឲ្យស្គមដល់ stress នាំឲ្យធាត់អាហ្នឹងគឺថានឹកអីមិនចេញគឺតែពីកាយញាត់ធ្វើអីមិនចេញកាយញាត់អាហ្នឹង stress នាំឲ្យធាត់stress ហ្នឹងជួនកាលទៅដល់ពេលយើងគេងលក់ពេកវាជាហេតុនាំឲ្យយើងប្រើថ្នាំច្រើនប្រើថ្នាំទៅក៏គ្រោះថ្នាក់ដល់សុខភាពប្រើថ្នាំគេងលក់ណាវាមានមិញនិយាយពីផ្នែករាងកាយដេកលក់ដេកអីហ្នឹងទៅនេះវាប៉ះពាល់ដល់សញ្ញារបស់អ្នកកើតជំងឺ stress ផ្នែកអារម្មណ៍ផ្នែកផ្លូវចិត្តវិញឆាប់ឆេវឆាវប៉ះអំបានហ្នឹងគឺថាប្រុងប្រាវយើងហ្មងតាមពិតខ្លួនឯងមិនចង់ចឹងទេប៉ុន្តែដោយសារការងារច្រើនពេកធ្វើឲ្យនិយាយមិនបានគឺប៉ះប្រាវយើងហ្មងហើយមានដូចថាគេដូចរកគេចង់គេវាមិនលក់សោះចឹងទៅហើយគ្មានកម្លាំងកំហែងនឹងប្រឹងប្រែងធ្វើការ lack of motivation ណាលេង stuck ចឹងហើយហើយនឹងរៀងកំសត់រៀង sad អ្នកដែលជួយចិត្តផុសនៅលើ Facebook ថ្ងៃហ្នឹង sad ណាស់ណាថ្ងៃហ្នឹង sad ណាស់ណាហ្នឹងអាហ្នឹងសិតតែមុខសញ្ញាអ្នកកើតជំងឺ stress ហ្នឹងហើយអាត្មាថាជារឿងមួយដែលយើងគួររកវិធីដោះស្រាយជាមួយមិត្តភ័ក្តិជិតស្និទ្ធអីយើងជាជាងយើងបង្ហោះបង្ហាញអាហ្នឹងភាសាអង់គ្លេសហៅមនុស្ស weak emotion មានន័យថាខ្សោយអត់ចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងសោះមកហើយនឹងទៅជាជំងឺបញ្ញាញ័រអ្នកដែល stress យូរទៅណាភ័យខ្លាចចេះតែមិនរឹងមាំខ្លួនឯងចេះតែភ័យចេះតែខ្លាចចឹងហើយអាចធ្វើឲ្យជាមនុស្សដែលboring ថាដូចគ្មានអីចាប់អារម្មណ៍សោះហើយបើសិនជាអា stress ហ្នឹងវា overload បើន័យថាវាច្រើនហួសអាហ្នឹងវាคล้ายទៅជាលក្ខណៈមនុស្សដែលគឺថាស្លន់ស្លោហ្មងហើយភ័យបារម្ភជានិច្ចកាលហ្មងpanic attack ហ្នឹងគឺធ្វើឲ្យចិត្តទៅភ័យស្លន់ស្លោអញញ័ររហូតដល់ញ័រដៃញ័រជើងបែកញើសសឹងស្លាប់ចឹងហ្មងអាហ្នឹងដោយសារ stress យូរពេក stress overload ហើយនឹងបារម្ភជាប្រចាំតែកាលណាយើងមិនសមអា stress នឹងយូរទៅវាអាចមានបញ្ហាអញ្ចឹងមួយថ្ងៃនឹងគិតតែមានអារម្មណ៍គឺថា pressure អាសម្ពាធនឹងខ្លាំងទៅគឺថារើខ្លួនមិនរួចទេកាលណាយើងមានបន្ទុកអា stress នឹងយូរពេកហើយអាចនាំទៅជារឿងផឹកស្រាហើយនឹងប្រើថ្នាំញៀនគឺថាបាក់ចិត្តពេកទៅផឹកស្រាទៅប្រើថ្នាំញៀនដើម្បីបំបត្តិទុក្ខហ្នឹងផឹកស្រាដើម្បីបន្លប់ទុក្ខហ្នឹងប៉ុន្តែពិតទៅទុក្ខវានៅតែទុក្ខអា stress វានៅតែ stress ហ្នឹងប៉ុន្តែហ្នឹងជាលក្ខណៈនៃមនុស្ស stress overload បានន័យថា stress ខ្លាំងពេកដែលនាំឲ្យមនុស្សទៅផឹកស្រាដើម្បីបំបត្តិភាពស្មុគស្មាញហ្នឹងពេទ្យមិន suggest មិនផ្ដល់យោបល់ទេពេទ្យបើមានបញ្ហាផ្លូវចិត្តគេហាមមិនឲ្យទៅផឹកស្រាមិនឲ្យទៅប្រើគ្រឿងញៀននេះពីព្រោះគ្រោះថ្នាក់ណាហើយអ្នកនឹងវាទៅជារឿងដូចថាចេះតែស្មានតែប្រទេសធម្មតាអ្នកដែល stress ច្រើនពេកហ្នឹងវាចេះតែភ័យចឹងចេះតែស្មានតិចចេះទៅចូលទៅជាអាចទៅជារឿងជក់បរិយអាចទៅជាកើតជំងឺធ្លាក់ទឹកចិត្តទៅទៀតហើយអាចនាំឲ្យដកខ្លួនចេញពីសង្គមមនុស្សពីគ្រួសារហ្នឹងដោយសារជំងឺ stress ខ្លាំងពេក stress overload